ចង់និយាយថានេះគឺជាអ្នកទី3ស្របច្បាប់ចាចង់គេដើរនៅមុខយើងអោបដៃអោបជើងគ្នាក៏គ្មានសិទ្ធិបំបាយគេដែរនិយាយពីថា3អ្នកឪកូនគេនេះណាបើថាទៅកន្លែងណាមានអាកន្លែងគេឲ្យភ្លក់ហ្វ្រីហើយគឺថាអត់រំលងទេណាហើយកៅលាក់គេនឹងអូយឆ្ងាញ់មែនតើដល់ឡងឈ្ងុយមួយខាំ$1.90 សេនហើយល្ងាចមិញហ្នឹងគឺនាំគ្នាទៅ Sun Plaza ទៅរកអាហារពេលល្ងាចញ៉ាំដើរវិលក្បុងមិនដឹងថាញ៉ាំអីមានតែញ៉ាំម៉ាឡាដែរហើយនៅសិង្ហបុរីនេះនិយាយពីថាទៅកន្លែងណាក៏ម៉ាឡាដែរគឺថាសបោមែនតើរឿងគេលក់ម៉ាឡាហ្នឹងគ្រាន់តែថាកន្លែងខ្លះទៅឆ្ងាញ់កន្លែងខ្លះទៅអត់ឆ្ងាញ់ហើយម៉ាឡាហ្នឹងគឺគេលក់ថ្លឹងគីឡូកន្លែងខ្លះយើងចាប់តិចឬច្រើនបានតែកន្លែងនេះគេកំណត់3ខាំឡើងហើយបើយើងចាប់ទៅមួយចានអញ្ចឹងយើងអាចយកមកអង្គុយ share ចែកគ្នាញ៉ាំក៏បានដែរតែពូជខ្ញុំនេះគឺថាអត់ញ៉ាំចិត្តអត់ដូចគ្នាទេអាមួយញ៉ាំស៊ុបនេះអាមួយញ៉ាំស៊ុបនោះចឹងហើយចាប់ម្នាក់មួយចានរៀងខ្លួនហើយកន្លែងហ្នឹងគេមានលក់ម្ហូបបែបនេះទៀតយើងចង់ញ៉ាំបាយញ៉ាំអីចឹងទៅយកម្ហូបពី3មុខទៅមួយចានទូចល្មមហើយខ្ញុំវិញគេថាញ៉ាំស៊ុបទេខ្ញុំញ៉ាំម៉ាឡាញ៉ាំអាគោកហើយមានទឹកតៅហ៊ូគេជាលក់ឲ្យប្តីខ្ញុំនេះគឺគាត់ស៊ុបបែបនេះបើខ្ញុំវិញខ្ញុំដឹងថាខ្លួនឯងអត់សូវចូលចិត្តស៊ុបចឹងហើយខ្ញុំញ៉ាំគោចឹងហើយម្នាក់ចូលចិត្តរសជាតិផ្សេងគ្នារៀងខ្លួនចឹងគឺថាចាប់ម្នាក់មួយចានរៀងខ្លួនហើយនេះបងប្អូនអើយតំណងមែនតើហើយខ្ញុំចូលចិត្តឲ្យតែមានពោះគោគឺថាអត់រំលងទេពោះគោហ៊ុនជ្រូកអាហ៊ុនធំហ្នឹងហើយបន្លែវិញគឺថាតាពាំងផ្សិតបញ្ចូលដាក់តកួនបន្តិចមកតាំងអោបន្តិចមកនិយាយពីថាអូយឆ្ងាញ់មានជាតិហ្មងហើយខ្ញុំញ៉ាំម៉ាឡានេះវាអត់ហាងទេបើកន្លែងហាងខ្លះញ៉ាំទៅមានអារម្មណ៍ថាហាងជាប់អណ្ដាតជាប់អីអញ្ចឹងខ្ញុំអត់ចូលចិត្តញ៉ាំទេតែខ្ញុំញ៉ាំកន្លែងនេះគឺឆ្ងាញ់របស់គេអត់ហាងអត់ប្រៃអត់អីទេគឺថាល្មមហើយជ្រលក់មួយទឹកតៅហ៊ូនឹងខ្ញុំលាយជាមួយទឹកខ្មេះលាយជាមួយទឹកស៊ីអ៊ីវបន្តិចមកនិយាយពីថាអូយជ្រលក់ជាមួយតាពាំងមួយអីចឹងទៅនិយាយពីថាឆ្ងាញ់មែនតើហ្មងអាឡាមួយចានហ្នឹងគឺថាដាច់ប៉ត់គ្មានឲ្យសល់ទេបានអីសល់ព្រោះអីមុននឹងខ្ញុំចាប់ហ្នឹងគឺខ្ញុំស្មានបរិមាណកាពះខ្ញុំហើយថាកាពះខ្ញុំអាចដាក់ប៉ុណ្ណាបានអញ្ចឹងខ្ញុំមិនមែនចេះតែចាប់តាមចិត្តចង់ទេណាខ្ញុំចាប់មើលថាប៉ុណ្ណាខ្ញុំអាចញ៉ាំអស់ខ្ញុំប៉ាន់ស្មានខ្លួនឯងព្រោះអីម៉ាឡាវារៀងថ្លៃដែរអញ្ចឹងហើយបើយើងចេះតែចាប់តាមចិត្តចង់ញ៉ាំអត់អស់ទៅយើងសល់ទៅបោះចោលវាស្ដាយលុយប្តីខ្ញុំនេះឆ្លៀតទៅទិញអីឆាពេញប៉ោះជាមួយពងទាទៀតហើយនៅអត់អស់ចិត្តជាមួយទឹកដោះគោក៏ចង់យកអាម៉ាក់របស់ជប៉ុនហើយរបស់ជប៉ុនហ្នឹងធ្វើនៅថៃអញ្ចឹងខ្ញុំអត់ព្រមយកទេតែពេលអញ្ចឹងគាត់តាមខ្ញុំគាត់ថាអញ្ចឹងយកអានេះក៏បានដែរខ្លែអូនឯងគេអត់លក់តែពេលត្រឡប់មកវិញណាអ្វីដែលខ្ញុំធ្វើមុនគេហ្នឹងគឺខ្ញុំសម្អាតស្បែកមុខហើយសម្លេចជូតមុខអេសានេះបងប្អូនមិនត្រឹមតែជួយព្យាបាលមុនកាត់បន្ថយស្នាមអុចខ្មៅទេគឺជួយ remove make up បានស្អាតល្អទៀតសម្អាតស្បែកមុខបានស្អាតល្អហើយជួយកម្ចាត់ជាតិខ្លាញ់ដែលលើសហើយជួយជំរុះកោសិកាចាស់បណ្ដុះកោសិកាថ្មីហើយសម្លេចវិញគឺធ្វើពីកំបាស 100% សម្លេចទន់ជូតហើយមិនមានហានិភ័យរលាកស្បែកមុខហើយផលិតផលនេះវិញគឺថាផលិតនៅក្នុងប្រទេសជប៉ុនហើយបងប្អូនមានជាកញ្ចប់តូចត្រឹមតែ 12,000 រៀលទេបងប្អូនអាចរកទិញនៅតាមផ្សារ24ខេត្តក្រុងបាន